ចាប់ផ្ដើមហើយស្នូជួងហើយយើងចាំអត់ទាំងអស់គ្នាថាតើបកលខៀវជន់រាត្រីអាយអើយមិនទាន់បាននិយាយអីផងបាទសូមវាយអ្នកកាចមួយមើលបាទជន់រាត្រីអាចបំបែកឯកតកតកម្មបាទ17ដងមិនខ្ចីចាញ់របស់បកលក្រហមបានអត់បាទជន់រាត្រីនេះប្រឡូកសង្វៀនគុណខ្មែរច្រើនបាទប៉ុន្តែអ្នកបទីមានជ័យបងប្អូនដឹងហើយថាចេញមកមួយគឺក្លឹមឥឡូវបន្តដើរចូលពីជន់រាត្រីតតមកជើងស្ដាំបាទពីសវណ្ណសាបាទសវណ្ណសាមិញសូមស្វាគមន៍ដោយផ្លែកែងបាទហើយរាត្រីឯនេះគឺវាយនឹងបាទមួយមិនមកខំបាទសម្រាប់អ្នកឈ្នះគូនេះគឺទទួលបាន40,000 រៀលបន្ថែមពី Gainsburg បាទឥឡូវនេះបន្តដើរចូលពីជន់រាត្រីបាទរាត្រីនេះឡងឆ្វេង54 គីឡូក្រាមបាទពេញសាច់តែម្ដងបាទសម្រាប់គូនេះមកជើងឆ្វេងពីរាត្រីទាត់ស្ដាំបាទប៉ុន្តែរងជាប់ចូលមកដៃឆ្វេងបាទនឹងល្អដូចគ្នាមិនបញ្ញាប់ពេកបាទចេញមួយធ្ងន់ច្បាស់ចូលមកដៃឆ្វេងបាទទាត់ឆ្វេងសងមកវិញពីសវណ្ណសាសងស្ដាំពីរាត្រីបាទរាត្រីគៀងហើយរាត្រីបាទបោះជង្គង់ឆ្វេងមិញចូលស្អាតគាត់ស្ដាំបាទសងឆ្វេងមកវិញគប់កែងពីសវណ្ណសាអូសវណ្ណសានេះប្រហែលជាគាត់ល្អកែងបាទឃើញចេញកែងច្រើនប៉ុន្តែមិនទាន់បានផលទេបាទធាក់មកជើងស្ដាំពីសវណ្ណសាសម្រាប់ជនរាត្រីអាចថាជាប្រវត្តិមួយរបស់គាត់ដែលប៉ាអ្នកមិនដែលចាញ់បាទបើឈ្នះថ្ងៃនេះគឺជាកំណត់ត្រាដ៏ល្អមួយរបស់គាត់ដែរបាទសម្រាប់ទឹកមួយមិនទាន់កញ្ជ្រោលបាទមួយស្ទាបស្ទង់មើលសិនប៉ុន្តែគូនេះធានាថាចេញមកអស់ដូចគ្នាតាល់មកដៃឆ្វេងប៉ុន្តែទាត់កាត់សងខាងស្ដាំបាទរបស់សវណ្ណសាដូចគ្នាបាទពេលវេលាក៏ចេះតែខោចទៅមុខបាទសម្រាប់ទឹកទី1បាទជាប់នឹងជ្រុង90នឹងហើយបាទសវណ្ណសាបាទប៉ុន្តែមិនថយពេកគាត់ចាប់កាត់បដៃឆ្វេងត្រង់នេះមិនពេញបាទរៀងផិតទាត់មកចូលឆ្វេងខ្មែរឡើងដល់កម្រិតពិភពលោក Gainsburg ដឹកនាំកីឡាករគុណខ្មែរឡើងដល់ឆាកអន្តរជាតិឥឡូវនេះចូលដល់ការប្រកួតទឹកទី2បាទការប្រកួតមានតែ3ទឹកទេមានប្រមាណចេញឲ្យអស់ទី1គឺថាមានបងប្អូនចូលរួមទស្សនាច្រើនទី2គឺដើម្បីខ្លួនឯងបាទព្រោះថាប្រវត្តិអ្នកទាំងពីរគឺច្រើនក្រាស់ក្រែលមិនយូរមិនឆាប់អាចនឹងប្រកួតអន្តរជាតិបាទទឹកលុយក៏ឡើងតាមនឹងបាទឥឡូវនេះបន្តដល់ចូលដល់មកដៃឆ្វេងពីបាទរាត្រីបាទសម្រាប់សវណ្ណសានេះគឺគាត់ចាប់ការតែចេញមួយតែស្បើតតែជើងក្រោមមួយទាត់ឆ្វេងដាល់ស្ដាំអូបាទជើងទៅដៃទៅទាត់មកជើងស្ដាំសងមកវិញឥឡូវកំពុងគៀងពីរាត្រីទាត់មកជើងឆ្វេងហើយក៏ថែមកតាប់ដៃទៅមួយទៀតបាទកុំឲ្យខាតជើងទាត់ឆ្វេងសងពីសវណ្ណសាបាទត្រង់នេះគឺម្នាក់មួយជើងតែមិនជាធ្ងន់ប្រហែលទេបន្តដើរចូលពីរាត្រីទាត់មកជើងស្ដាំបាទសវណ្ណសាគឺបាទចេញមិនទាន់រួចដាល់មកដៃឆ្វេងស្ដាំបាទហើយក៏ដូចជាមិនទាន់ណាបាទលូកមកដៃស្ដាំត្រង់នេះគឺមិនចូលគោលដៅទេបាទសម្រាប់បកគលក្រហមទាត់មកជើងស្ដាំហើយក៏ធាក់ទល់ឆ្វេងបាទគៀងចូលកន្លែងបាទចូលកន្លែងជើងរាត្រីហើយបាទកន្លែងហ្នឹងមិញគឺគាត់ផ្ញើហ្វ្រីមកជើងរៀបចំទឹកមួយទាត់មកជើងមកពីបកគលឃីវហើយក៏ហោបក៏សងមកវិញធាក់មកជើងស្ដាំធាក់ឆ្វេង
ម្នាក់ប្រើដៃម្នាក់ប្រើជើងត្រង់នេះគឺបាទមានទៅមានមកដាល់មកដៃស្ដាំមកដល់ទេបាទសម្រាប់សវណ្ណសាលោកមកដៃឆ្វេងបាទពីជន់រាត្រីបាទឃើញថាសវណ្ណសាជិះពីជ្រុងបាទកែងបកគលខាងសនោះមិនរួចបាទព្រោះថារាត្រីគាត់គៀងបាទគាត់គៀងឲ្យនៅកន្លែងហ្នឹងតែម្ដងគប់កាយឆ្វេងចាំមិនហើយបាទចូលមកកែងមិញនេះរាត្រីក៏លើកកែងបាទគាត់ថាកែងគាត់ចេះដែរតើលោកកែងខាងស្ដាំមួយទៀតប៉ុន្តែអត់ដល់ទាត់ឆ្វេងដាល់ឆ្វេងមកពីរាត្រីបាទបកគោក្រហមហាក់បីដូចជាចេញមិនរួចឬក៏យ៉ាងណាខ្ញុំមិនដឹងដែរបាទគាត់ថាចង្វាក់នៃការវាយគឺថាបកគោខៀវកំពុងដាក់សពានទៅកាន់សវណ្ណសាពីដៃទៅនេះចប់បាទសម្រាប់ទឹកនេះមានការប្រែប្រួលឬយ៉ាងណាព្រោះថាបាទទឹកពីទឹកកន្លងទៅនេះទាំងពីរក៏បានចេញសមត្ថភាពរៀងខ្លួនក៏រកថាបាទរៀងប្រយ័ត្នសងខាងទល់ស្ដាំពីបាទរាត្រីទល់ស្ដាំមកវិញពីសវណ្ណសាតេះជើងខាងក្រោមបាទតតខាងក្រោមមិនជាធ្ងន់បាទមកជើងស្ដាំនេះរៀងធ្ងន់បន្តិចហើយក៏សងឆ្វេងមកដៃពីជន់រាត្រីតតមកជើងអូយបាទមកជើងវិញនេះវាថាជាតិដូចហ្គេនស្បឹកចឹងបាទឥឡូវសវណ្ណសាបាទមកដាក់មកប្រើមើលបាទធាក់ទល់ស្ដាំរាត្រីតាមម្ដាយហើយក៏សូឆ្វេងមកវិញពីរាត្រីបាទដល់ពេលអតាក់គ្នាទៅមានតែចាញ់ខៀវឯណាបាទសម្រាប់សវណ្ណសាមួយដៃឆ្វេងពីរាត្រីហើយមិនតិចបាទថកចាំកាត់ទាត់ខាងក្រោមពីសវណ្ណសាទាត់ឆ្វេងដាល់ឆ្វេងបាទរាត្រីក៏ល្អត្រង់ថាជើងមកដៃមកនេះមួយដៃឆ្វេងទៀតបាទប៉ុន្តែរឿងស្រាលទាត់ឆ្វេងបាទត្រង់នេះគឺម្នាក់មួយដៃប៉ុន្តែមិនពេញទេរាត្រីបថោដាក់ចូលបាទឯបកគោក្រហមក៏មិនជាថយប្រហែលដែរបាទគាត់ចាំត្រង់អូយបាទការប្រើកែងពីបានផលមិញបាទរាត្រីគាត់រៀងឆាកតិចទៅក៏បាទមិនពេញឥឡូវនេះបន្តដាក់ចូលពីបាទរាត្រីហាក់មកជើងស្ដាំពីសវណ្ណសាលោកឆ្វេងស្ដាំបាទត្រូវខ្លះខុសខ្លះគាត់មកជើងស្ដាំបាទអូយបាទអត់អីទេបាទអញ្ញាកដាខ្ពស់មិនបើសិនជាអញ្ញាកដាគាត់រៀងទៀបបាទឲ្យចូលកាយបកគលខៀវបាទរាត្រីខាងណាចេញមុនបាទចេញស្មើគ្នាកុំឲ្យចំណែនគ្នាទាត់មកជើងស្ដាំបាទពីសវណ្ណសាគប់កែងស្ដាំទាត់ឆ្វេងរាត្រីទៅអើយបាទត្រង់នេះបលផុតបាទ30វិចុងក្រោយទាត់មកជើងឆ្វេងអូយមកជើងបាញ់នេះដល់កអើយដើរចូលគប់កែងឆ្វេងពីរាត្រីទាត់មកជើងស្ដាំពីរាត្រីទៀតចាប់ជើងជាប់គប់កែងឆ្វេងពីរាត្រីអាមេមកវិញអាមេអត់បានចេញបពីសវណ្ណសាទឹកទី3ត្រូវបានបញ្ចប់ណែបាទមកឆ្ងាញ់ចុងទឹក3ហ៎បាទយើងកំពុងរងចាំលទ្ធផលបន្តិចថាតើបានកីឡាទៅលើកីឡាកររូបណាបាទ
មានសវណ្ណសាអ្នកបដាលមកពីបន្ទាយមានជ័យបាទសិស្សប្អូនរបស់មាសបុនធេនហើយនេះបាទមាសបុនធេនជើងខ្លាំងរបស់ប៊ូស្រងហ្គេតស្បឺកយើងដែរហ្នឹងបាទ បាទហើយមានបន្ថែមនេះក៏ត្រូវធ្វើដំណើរជាមួយហ្គេនស្បឺកទៅប្រទេសជប៉ុន បាទ បាទប្រកួតនៅក្នុងកម្មវិធី knock out អូ បាទ ខ្ញុំជឿថាមាសបុនធេននឹងបានឃើញពីក្បាច់គុណប្រកួតរបស់សិស្សប្អូនឲ្យគាត់នឹងជួយសម្លៀងបន្ថែមទៀតព្រោះចិត្តមានហើយបាទបាទចិត្តមានហើយនៅឡើយការលើកផ្លែបាទយ៉ាងណាក៏លោកគ្រូតាហងសឿនកំពុងមើលសិស្សចៅរបស់គាត់បាទលោកគ្រូតាប្រវឹកលោកជុនសវុតលោកជុនសវុតប្រវឹកបន្តដល់ជុនរាត្រីជូនកម៉ាគាត់ម្នាក់មួយសិនណាខ្ញុំសោះ បាទជូនកុមារម្នាក់មួយសិនបាទ លទ្ធផល3ទឹកចៅក្រមទាំង5រូបបានផ្ដល់ការឈ្នះចាញ់ដោយឯកច្ឆន្ទជ័យជំនះបានទៅលើបងកខៀវជុនរី